អូព្រះជាម្ចាស់ឲ្យនេះពិតជាអាក្រក់ណាស់អ្នកគឺជាអ្នករចនាម៉ូដ hard ខ្ញុំ culture សុំទោសណាស់លោកស៊ូខ្ញុំ ខ្ញុំនឹងសងប្រាក់អ្នកវិញអូរ៉ូបរបស់មីងគឺជាសម្លៀកបំពាក់បែប hard culture របស់បារាំងនៅពេលរសៀលលោកប្រធានាធិបតីស៊ូក៏នឹងស្លៀកសម្លៀកបំពាក់ វិនិយោគិនគួរធ្វើអ្វីអូខ្ញុំគិតថាខ្ញុំប្រញាប់ពេកហើយមីងឲ្យសូមកុំយកវាទៅគិតច្រើនពេកអី សូមជួយខ្ញុំភ្ជាប់ការិយាល័យឡើងវិញផង បន្ទប់នេះល្អហើយមីងនេះរួចរាល់ហើយខ្វាន់ហ្វៃបានលាលែងពីតំណែងហើយនាងមិនអាចនៅជាមួយគាត់បានទេ ក្រណាត់មានទំហំធំណាស់ខ្ញុំបានបំផ្លាញជីវិតរបស់ចៅហ្វាយខ្ញុំ អ្នកបានបរាជ័យក្នុងការនាំមកនូវសេរីរុងរឿងដល់គ្រួសាររបស់អ្នកព្រះរាជក្រឹត្យរបស់អធិរាជមិនត្រូវនៅចំពោះមុខខ្ញុំឡើយ ជាន់ទី3របស់លេងឆាយដែលពីមុនត្រូវបានគ្រប់ដណ្ដប់ដោយធូលីដី កម្រាលឥដ្ឋបន្ទប់ប្រជុំមិនទាន់ត្រូវបានជូននៅឡើយទេ ស៊ូបានទៅណា ខ្ញុំនឹងសួរម្ដងទៀតជាលើកចុងក្រោយតើអ្នកនឹងចុះហត្ថលេខាលើសំណើររចនាអេដែរឬទេចុះឈ្មោះសម្រាប់ប្រព័ន្ធរចនាអេក្នុងតម្លៃ1សេនតម្លៃនៃរូបភាព100គឺតិចជាង 1% នៃដើមទុនមនុស្ស អ្នកដឹងច្បាស់ជាងខ្ញុំទៅទៀតដូច្នេះសូមបន្តខ្ញុំស្នាដៃទាំងនោះមិនត្រូវបានទុកចោលទេ ត្រីមាសបន្ទាប់ក្រុមហ៊ុនទាំងមូលក្រុមហ៊ុនត្រូវការផឹកខ្យល់ពីទីពីយប់វានិយាយអំពីលំហូរសាច់ប្រាក់មិនមែនអារម្មណ៍ទេធនាគារតែងតែនិយាយការពិតបាយយូបានចាប់ផ្ដើមជំរុញឲ្យយ៉ាងឌីហេអ្នកកំពុងមើលរបាយការណ៍ខ្ញុំកំពុងមើលផលិតផលមូលហេតុដែលគ្រួសាររបស់ប៉ៃស៊ូមានថ្ងៃនេះគឺដោយសារតែវាមិនមែនជាម៉ាស៊ីនថប់ទេវាជាម៉ាស៊ីនដែលផលិតនៅសូវៀត ម៉ាកយីហោអាចបង្ហាញពាក្យពីមាត់ថាបង្ហាញ តើវាសម្រាប់បរិភោគទេក្រុមប្រឹក្សាពិបាលបានបង្រងការអត់ធ្មត់ឬខ្ញុំនឹងបដូរវាថ្ងៃនេះ អេគួរតែមានអ្នកគ្រប់គ្រងទូទៅថ្មី បើខ្ញុំមិនទៅពិព័រណ៍យន្តហោះថ្ងៃនេះទេមិនចាំបាច់ឲ្យក្រុមប្រឹក្សាពិបាលធ្វើការវិនិយោគទេ ខ្ញុំនឹងលែងដៃខ្ញុំចោលលោកស៊ូបញ្ជីយោធាមួយអនុប្រធានាធិបតីចាងខ្ញុំគ្រាន់តែចង់បង្ខំអ្នកឲ្យចាក់ចេញព្រោះខ្ញុំគ្មានពេលការតាំងពិព័រណ៍បានចាប់ផ្ដើមរួចហើយយើងកំពុងរៀបចំរថយន្តរបស់យើងការតាំងពិព័រណ៍ឧបករណ៍ហោះហើរអាចជួយអ្នកជាមួយនឹងសម្ភារៈរបស់អ្នក អ្វីអាស៊ូលោកស៊ូតែយើងនៅតែទៅទេបងស្រីលីនចូលមកភ្លាមហេតុអ្វីបានជាអ្នកបិទទ្វារបងប្រុសយ៉ាវតើវាដោយសារតែជាន់ទី3មិនត្រូវបានសម្អាតឲ្យបានត្រឹមត្រូវមែនទេទៅជួសជុលវាឥឡូវនេះកុំនិយាយអ្វីទៀតតើអ្នកបានទៅណាកាលពីសៀមម្សិលមិញខ្ញុំបានចំណាយពេលមួយរយៈនៅក្នុងបន្ទប់កាមេរ៉ាសុវត្ថិភាពនិងចាប់យកអ្វីគ្រប់យ៉ាងក្នុងពេលតែមួយជារយៈពេល40នាទីពេញ3តើអ្នកណានឹងជួបកម្រាលឥដ្ឋក្នុងបន្ទប់ប្រជុំក្រុមហ៊ុនបានផ្ដល់ឲ្យយើងនៅប័ណ្ណបញ្ជាដ៏តឹងរ៉ឹងមួយអ្នកបាននិយាយថាក្រសួងត្រូវតែបញ្ឈប់មនុស្សម្នាក់តើខ្ញុំគួរធ្វើអ្វីទៅបងប្រុសចៅអ្នកយល់ទេតើអ្នកចង់មានន័យថាអ្នកយល់ទេខ្ញុំនឹងផ្ដល់ឲ្យអ្នកតែមួយកន្លែងប៉ុណ្ណោះវាអាចជាអ្នកឬអ្នកផ្សេងចេនតូចបងចៅអ្នកកុំចង្អុលទៅមីងលីនអីខ្ញុំនឹងស្លាប់កាលខ្ញុំនៅក្មេងខ្ញុំនៅតែអាចរកឃើញរបស់ផ្សេងទៀតតើអ្នកកំពុងរកអ្វីកូនស្រីរបស់អ្នកតើអ្នកចិញ្ចឹមកូនអាយុ3ឆ្នាំរបស់អ្នកតែម្នាក់ឯងទេហើយអ្វីបានជាអ្នកទាំងពីរទទួលបានការងារនេះដំណើរឆ្ពោះទៅភាគខាងជើងរបស់វាទៅកាន់ Kellen មីងក៏កំពុងជួបបញ្ហាដែលវាជាស្ថានភាពរបស់កូនចៃទិញផ្ទះកំពុងធ្វើឲ្យនាងថប់ដង្ហើមខ្លាំងណាស់ដែលខ្ញុំបានចុះឈ្មោះចៅស្រីរបស់ខ្ញុំចូលរាជការអស់នោះត្រូវបានមីងរកបានពីចន្លោះធ្មេញរបស់គាត់1នាទីម្ដងបងប្រុសចៅសូមគិតអំពីវិធីមួយផ្សេងទៀតបងស្រីលីនបើខ្ញុំមានគំនិតផ្សេងទៀតតើខ្ញុំជាមនុស្សមែនទេចៅបងប្រុសគុំនិយាយអ្វីអីខ្ញុំប្រញាប់ណាស់សៀវចេននឹងមិនដែលឃ្លានឡើយមិនថាគាត់ទៅទីណាក៏ដោយក្មេងនេះនៅក្មេងជាងដូច្នេះគាត់ធ្វើការងារនេះបានល្អជាងខ្ញុំត្រូវការបងស្រីលីនកាន់តែខ្លាំងព្រោះខ្ញុំគ្មានសមត្ថភាពអ្នកគួរតែយកលុយនេះជាមុនសិនខ្ញុំត្រូវការលុយគ្រួសារអ្នកទាំងមូលជាបន្ទាន់វាកាន់តែពិបាកសម្រាប់មនុស្សដូចជាខ្ញុំក្នុងការត្រឡប់ទៅធ្វើការវិញធ្វើឲ្យបងប្រុសយ៉ាវមានអារម្មណ៍ឆ្គងជើងអន្តែតលើផ្ទៃដោយគ្មានសរសៃពួរម៉ាស៊ីនឆ្អឹងត្រូវបានប្រើដើម្បីគូររូបទេពអប្សរសូម្បីតែស្លាកស្នាមមួយក៏មិនអាចប៉ះពាល់វាបានឡើយជើកុំឲ្យខ្ជះខ្ជាយពេលវេលាមើលរឿងនេះពេលវេលាកន្លងផុតទៅយ៉ាងលឿនលក់ផលិតផលឧស្សាហកម្មដើម្បីបញ្ឆោតមនុស្សសាមញ្ញនេះមិនមែនជាការតាំងពិព័រណ៍ទេវាគឺជាការប៉ាក់នៅពិធីរំលឹកវិញ្ញាណអ្នកខនមានកំហុសខ្ញុំនឹងឈប់មើលឥឡូវនេះឲ្យបាត់ពីភ្នែកឲ្យបាត់ពីចិត្តបុរសចំណាស់ម្នាក់នេះប្រកាសជាខឹងហើយរងចាំនៅទីនេះកន្លែងនេះធ្វើដោយដៃបច្ចេកទេសដេរដោយដៃគឺនិម្មិតភាពខុសគ្នានៃអណ្ដែតគឺ20ឆ្នាំការងារនេះពិបាកណាស់បោះបង់វាចោលទៅក្មេងស្រីឲ្យវាមិនមែនមកពីយើងពិបាកនិយាយនោះទេជំនាញរបស់អ្នកលឿនដូចអេដែរលោកស៊ូគ្មានឱកាសឈ្នះការសម្ដែងកំ pl ែងនេះទេសូមរងចាំបន្តិចណាចាស់